បាទជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម YouTube បងប្អូនណាហើយវីដេអូនេះខ្ញុំធ្វើនៅក្នុង YouTube ក៏មាននៅក្នុង Facebook ផ្ទាល់ខ្លួនរបស់ខ្ញុំហ្នឹងក៏មានដែរហើយនេះគឺចង់បង្ហាញពីបងប្អូនដែលគាត់តែងតែសួរថាខ្ញុំមានលក់អីខ្លះបងប្អូនណាហើយសម្រាប់ Channel YouTube របស់ខ្ញុំគឺខ្ញុំមានលក់បាទថ្នាំសត្វជាច្រើនមុខបងប្អូនដូចដែលបងប្អូនឃើញនៅក្នុងវីដេអូនេះអញ្ចឹងហើយក៏ខ្ញុំមិនបានថតបង្ហាញបងប្អូនអស់ណាបងប្អូនណាព្រោះថ្នាំវាមានច្រើនហើយបើសិនបងប្អូនបាទឃើញនៅក្នុងវីដេអូនេះបាទមានថ្នាំអីដែលបងប្អូនត្រូវការបាទគឺមាននៅក្នុងហ្នឹងហើយបើសិនជាមិនមានក៏ថ្នាំវាមានតាមប្រភេទក្រុមហ៊ុននេះបងប្អូនណាព្រោះក្រុមហ៊ុនវាមានរាប់រយក្រុមហ៊ុនអញ្ចឹងបើយើងឲ្យថាប្រកាសជាមានថ្នាំដោយតែបងប្អូនកាន់ដបថ្នាំយកមកទិញគឺมันមានទេណាបងប្អូនណាប៉ុន្តែគាត់ថាថ្នាំយើងអាចសមាសធាតុថ្នាំនៅក្នុងដបថ្នាំហ្នឹងឬក៏នៅក្នុងកញ្ចប់ថ្នាំគឺសមាសធាតុវាដូចគ្នាទេគ្រាន់តែក្រុមហ៊ុនផ្សេងគ្នាចឹងណាបងប្អូនណាបាទអញ្ចឹងឥឡូវគឺខ្ញុំគ្រាន់តែចង់បង្ហាញបងប្អូនដែលគាត់តែងតែសួរថាខ្ញុំមានលក់អីខ្លះបាទអញ្ចឹងថ្នាំគឺយើងមានលក់តាំងពីចំណីសត្វដូចជាចំណីមន់ជុលបាទចំណីមន់ពងចំណីមន់សាច់ចំណីកូនមន់ហើយក៏មានជាប្រភេទបាទថ្នាំផ្សះថ្នាំតម្លាក់សត្វល្អិតថ្នាំចាក់ដើម្បីជំនួយឲ្យវាប្រកែស៊ីឡើងសាច់ហើយមានថ្នាំជាច្រើនទេបងប្អូនគឺច្រើនណាស់ថ្នាំសត្វគឺបងប្អូនត្រូវការមួយណាអាចឆាតសួរបានហើយនៅក្នុង Telegram ឯហ្នឹងតែគាត់ថ្ងៃនេះគឺខ្ញុំចង់បញ្ជាក់បងប្អូនថាគាត់សួរថាខ្ញុំមានលក់អីកន្លែងអញ្ចឹងហ្នឹងគឺខ្ញុំចេញវីដេអូថតបង្ហាញតែម្ដងអញ្ចឹងក្នុង YouTube ឯហ្នឹងខ្ញុំអត់ទាន់មានវីដេអូបង្ហាញអញ្ចឹងខ្ញុំគ្រាន់តែប្រាប់ថាខ្ញុំមានលក់ថ្នាំអីអញ្ចឹងណាហើយថ្ងៃនេះគឺខ្ញុំថតបង្ហាញពិតថាយើងមានលក់ថ្នាំអីខ្លះអញ្ចឹងបងប្អូនអាចមើលតាមនៅក្នុងហ្នឹងឬក៏មិនមាននៅក្នុងវីដេអូនេះទេបងប្អូនអាចឆាតសួរចង់ទិញប្រភេទថ្នាំអីអាចថតមកផ្ញើចូល Telegram ថាលោកគ្រូឬក៏បងមានថ្នាំនេះអត់បាទជួនកាលយើងអត់មានជាប្រភេទក្រុមហ៊ុនហ្នឹងតែយើងមានប្រភេទក្រុមហ៊ុនផ្សេងតែកម្រិតថ្នាំហ្នឹងសមាសធាតុថ្នាំនៅក្នុងកញ្ចប់ថ្នាំឬក៏នៅក្នុងដបថ្នាំគឺវាដូចគ្នាតែគ្រាន់តែខុសតែក្រុមហ៊ុនអញ្ចឹងណាបងប្អូនណាហើយសម្រាប់ការចែកជូនជាប្រភេទការចិញ្ចឹមសត្វអីផ្សេងហ្នឹងបងប្អូនអាចសួរនៅក្នុង Telegram បានបងប្អូនណាថាតើគោមានបញ្ហានេះប្រើថ្នាំអីមន់មានបញ្ហានេះប្រើថ្នាំអីហើយក៏បងប្អូនអាចសួរពីបច្ចេកទេសនៃការចិញ្ចឹមបាទឬក៏មានបញ្ហាអីក៏បងប្អូនអាចឆាតសួរនៅក្នុង Telegram ខ្ញុំបានដែរបងប្អូនសួរនៅក្នុង YouTube គឺខ្ញុំនឹងឆ្លើយតបនៅក្នុង Telegram អីហ្នឹងគឺវាច្បាស់ជាងណាបងប្អូនណាបើសិនតែខ្ញុំបង្ហាញនៅក្នុង YouTube គឺខ្ញុំបង្ហាញជាទូទៅតែបើសិនតែបងប្អូនចង់ច្បាស់មានឆាតសួរខ្ញុំតាម Telegram ផ្ទាល់តែម្ដងបងប្អូនណាហើយក៏ខ្ញុំមានចិញ្ចឹមមាន់ស្រែមាន់ពូជមាន់អីហ្នឹងក៏ខ្ញុំមានចិញ្ចឹមដែរហើយអញ្ចឹងក៏យើងជាបទពិសោធន៍ពិតតែម្ដងហើយខ្ញុំហ្នឹងក៏ជាពេទ្យសត្វអញ្ចឹងក៏ខ្ញុំបានចិញ្ចឹមសត្វឲ្យយើងយកថ្នាំមកក៏ខ្ញុំមិនចេះតែយកតែថ្នាំណាដែលក្រុមហ៊ុនយើងប្រើទៅល្អគឺខ្ញុំនឹងយកមកប្រើប្រាស់ហើយយកមកលក់បន្តចែកជូនដល់បងប្អូនកសិករយើងហើយខ្ញុំមិនប្រកាន់ថាថ្នាំក្រុមហ៊ុននេះល្អថ្នាំក្រុមហ៊ុននោះមិនល្អខ្ញុំមិនប្រកាន់អញ្ចឹងទេគឺខ្ញុំគិតទៅលើថាថ្នាំណាដែលយើងធ្លាប់ប្រើទៅក្រុមហ៊ុនណាល្អគឺយើងយកមកលក់តែម្ដងអញ្ចឹងណាបងប្អូនណាហើយបងប្អូនដែលចូលមើលក្នុងវីដេអូខ្ញុំកុំភ្លេចជួយ like និង Subscribe វីដេអូរបស់ខ្ញុំផងដើម្បីទទួលបានព័ត៌មានថ្មីឬវីដេអូថ្មីបន្តទៀតហើយក៏ជាការលើកទឹកចិត្តទៅដល់ YouTube របស់ខ្ញុំដែលទើបបង្កើតថ្មីផងណាបងប្អូនណាអរគុណ